ចូលមានអំណរព្រះគ្រីស្ទយាងមកយើងមានអត្ថបទមួយដែលដកស្រង់ចេញពីក្នុងកាន់គម្ពីរលូកាគឺលូកាចំពុក2ខ10ដល់ខ11ឯអត្ថន័យនៅក្នុងបទគម្ពីរនោះនាងខ្ញុំនឹងអានជូនបន្ទាប់មកទេវតាក៏បានប្រាប់ពួកគេថាកុំខ្លាចអីមើលត្បិតយើងមកប្រាប់ដំណឹងល្អដល់ពួកអ្នករាល់គ្នាគឺអំណរយ៉ាងអស្ចារ្យដែលនឹងមានដល់មនុស្សទាំងអស់គ្នាត្បិតនៅថ្ងៃនេះព្រះអង្គសង្គ្រោះមនុស្សលោកមួយព្រះអង្គបានប្រសូតហើយនៅក្រុងហ្លួងដាវីតដែលជាព្រះគ្រីស្ទគឺព្រះជាម្ចាស់អាមែនចា៎ដូច្នេះចូលឲ្យយើងមានអំណរសប្បាយព្រោះព្រះគ្រីស្ទយាងមកចូលមានអំណរព្រោះព្រះគ្រីស្ទយាងមកជាសំនៀងរបស់លោកស្រីសេតសមន្ថាសូម៉ាលីចាសសូមអញ្ជើញលោកអ្នកបងប្អូនចូលរួមស្ដាប់អត្ថន័យនៃបទចម្រៀងនេះដូចតទៅ